តើអ្នកធ្លាប់ស្រមៃទេប្រសិនបើក្រុម Peaky Blinders លែងមាន Tommy Shelby ជាអ្នកដឹកនាំតើនឹងមានអ្វីកើតឡើងតើក្រុមដ៏ល្បីល្បាញមួយនេះនឹងនៅតែមានអំណាចឬក៏ដួលរលំដោយសារការដឹកនាំខុសនៅពេល Tommy បាត់ខ្លួនកូនប្រុសរបស់គាត់ Duke បានឡើងកាន់តំណែងប៉ុន្តែការសម្រេចចិត្តដ៏កាចសាហាវនិងការសហការជាមួយក្រុម Nazi បានធ្វើឲ្យ Peaky Blinders ធ្លាក់ចូលក្នុងវិបត្តិដ៏ធំបំផុតមិនធ្លាប់មានតើ Tommy នឹងត្រឡប់មកវិញដើម្បីសង្គ្រោះគ្រួសារនិងក្រុមរបស់គាត់ដែរឬទេឬនេះជាទីបញ្ចប់ពិតប្រាកដរបស់ Peaky Blinders សូមទស្សនាសាច់រឿងទាំងអស់គ្នា The Peaky Blinders are coming. The Peaky Blinders are coming. This is our city. Your city? Che dobbiamo lasciare strada. Muoiono. Mickey, Peaky Blinders are coming. នៅឆ្នាំ1940រដ្ឋាភិបាលណាស៊ីបានបង្ខំអ្នកទោសនៅក្នុងជំរំប្រមូលផ្ដុំឲ្យផលិតក្រដាសប្រាក់คล้ายៗរាប់លានផោនផែនការរបស់ពួកគេគឺលួចនាំក្រដាសប្រាក់ទាំងនេះចូលទៅក្នុងចក្រភពអង់គ្លេសដើម្បីបង្កឲ្យប្រព័ន្ធធនាគារដួលរលំនិងបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសប្រសិនបើផែនការនេះជោគជ័យវាអាចជួយឲ្យអាល្លឺម៉ង់ឈ្នះសង្គ្រាមបានក្រោយពីក្រដាសប្រាក់คล้ายៗទាំងអស់ត្រូវបានដាក់ចូលក្នុងវ៉ាលីពួកវាត្រូវដឹកជញ្ជូនតាមរថភ្លើងនៅយប់មួយស្ត្រីដែលធ្វើការនៅរោងចក្រផលិតអាវុធដ៏សំខាន់មួយក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេសនៅតែបន្តធ្វើការទោះបីទីក្រុងកំពុងរងការទម្លាក់គ្រាប់បែកពីយន្តហោះអាល្លឺម៉ង់ក៏ដោយថ្ងៃនោះគឺជាថ្ងៃកំណើតរបស់កម្មការិនីម្នាក់មិត្តរួមការងាររបស់នាងបានច្រៀងបទ Happy Birthday ហើយថែមទាំងដុតទៀនអបអរសាទរទៀតផងប៉ុន្តែភាពរីករាយនោះមានរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះគ្រាប់បែកមួយគ្រាប់បានធ្លាក់ចម្រោងចាក់ការផ្ទុះដ៏កក្រោកបានបំផ្លាញអគារទាំងមូលនិងសម្លាប់កម្មករទាំងអស់ភ្លាមៗក្នុងពេលជាមួយគ្នានោះ Tommy កំពុងរស់នៅយ៉ាងឯកោនៅតំបន់ជនបទកាលពីមុនគាត់ធ្លាប់ជាមេដឹកនាំក្រុម Peaky Blinders ដែលជាក្រុមឧក្រិដ្ឋជនមានអំណាចបំផុតនៅអង់គ្លេសប៉ុន្តែឥឡូវនេះគាត់បោះបង់អតីតកាលទាំងអស់ហើយរស់តែម្នាក់ឯងដើម្បីសរសេរជីវប្រវត្តិរបស់ខ្លួននៅព្រឹកមួយជំនួយការរបស់គាត់ Johnny បានមកប្រាប់ថាទីក្រុង Birmingham ដែលជាស្រុកកំណើតរបស់ពួកគេត្រូវបានទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរប៉ុន្តែ Tommy មិនបានបង្ហាញអារម្មណ៍អ្វីសោះ Johnny ក៏ប្រាប់បន្ថែមថាគាត់បានជួបស្ត្រីម្នាក់ដែលកំពុងរត់ភៀសខ្លួនចេញពីទីក្រុងនាងបានស្គាល់ Johnny តាំងពីសម័យមុនហើយសួរថាតើគាត់ដឹងទេថា Tommy នៅឯណានាងថែមទាំងហៅ Tommy ថាស្ដេចនៃជនជាតិ Gypsy ទាំងអស់ Johnny បានប្រាប់នាងថា Tommy បានដកខ្លួនចេញពីពិភពលោកនេះដើម្បីផ្ដោតលើការសរសេរសៀវភៅរបស់គាត់ខណៈ Tommy កំពុងសរសេរស្រាប់តែទូរស័ព្ទរឡើងនៅពេលគាត់ក្រោកទៅផ្ដាច់ខ្សែទូរស័ព្ទគាត់ស្រាប់តែឃើញមនុស្សម្នាក់រត់កាត់ទីធ្លាផ្ទះរបស់គាត់បន្ទាប់ពីសម្លឹងមើលមួយសន្ទុះដោយមិនឃើញនរណាទៀត Tommy ក៏វាយតុយ៉ាងខ្លាំងដោយក្តីខកចិត្តក្រោយមកគាត់បានដើរលេងនៅជុំវិញផ្ទះនៅលើមែកឈើមួយគាត់បានឃើញក្រមាពណ៌ក្រហមព្យួរនៅទីនោះពេលត្រឡប់មកសរសេរសៀវភៅវិញ Tommy បានរៀបរាប់ថាមួយរយៈចុងក្រោយនេះគាត់តែងតែត្រូវខ្មោចកូនស្រីដែលបានស្លាប់មកលងក្នុងការនិមិត្តប៉ុន្តែក្រមាពណ៌ក្រហមនោះគឺជាវត្ថុពិតប្រាកដគាត់មិនអាចពន្យល់បានទេថាវាមកដល់ទីនោះដោយរបៀបណាដោយសារតែក្រមានោះធ្វើឲ្យគាត់មិនសុខចិត្ត Tommy ក៏សម្រេចយកវាទៅព្យួរនៅលើភ្នូររបស់បងប្រុសគាត់នៅពេលរសៀលប្អូនស្រីរបស់គាត់ Ada បានមកជួបហើយប្រាប់ Tommy អំពីគ្រោះមហន្តរាយដែលបានកើតឡើងនៅរោងចក្រផលិតអាវុធ Ada ព្យាយាមបញ្ចុះបញ្ចូលឲ្យ Tommy ត្រឡប់ទៅ Birmingham ដើម្បីជួយដោះស្រាយបញ្ហាប៉ុន្តែ Tommy បដិសេធគាត់និយាយថាគាត់នៅតែមិនអាចរួចផុតពីស្រមោលនិងរបួសផ្លូវចិត្តដែលលងបន្លាយគាត់បាន Ada ខឹងយ៉ាងខ្លាំងនាងរំលឹកថា Tommy មិនបានជួបកូនប្រុសរបស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយប៉ុន្តែ Tommy ឆ្លើយយ៉ាងស្ងប់ស្ងាត់ថាខ្ញុំមិនដែលធ្វើជាឪពុកដ៏ល្អសម្រាប់ពួកគេទេទោះ Tommy មិនព្រមត្រឡប់ក៏ដោយ Ada នៅតែប្រាប់ព័ត៌មានសំខាន់ៗឲ្យគាត់ដឹងកូនប្រុសច្បងរបស់គាត់ Charles កំពុងប្រយុទ្ធនៅសមរភូមិអាហ្វ្រិកខាងជើងចំណែកកូនប្រុសម្នាក់ទៀត Duke បានក្លាយជាមេដឹកនាំថ្មីរបស់ក្រុម Peaky Blinders ប៉ុន្តែ Duke កំពុងដឹកនាំក្រុមក្នុងទិសដៅដ៏គ្រោះថ្នាក់ Ada បារម្ភថាមិនយូរទេគាត់អាចត្រូវចាប់ព្យួរកកដោយច្បាប់ឬត្រូវប្រជាជនសម្លាប់ដោយខ្លួនឯងទោះជាយ៉ាងណា Tommy នៅតែទទូចថាបន្ទាប់ពីបងប្រុសរបស់គាត់ស្លាប់គាត់បានផ្លាស់ប្ដូរជាមនុស្សថ្មីហើយដូច្នេះគាត់មិនអាចត្រឡប់ទៅជីវិតចាស់នោះបានទៀតឡើយនៅទីក្រុង Birmingham ក្រុមពន្លត់អគ្គិភ័យនិងប៉ូលីសកំពុងសម្អាតទីតាំងរោងចក្រដែលត្រូវគ្រាប់បែកបំផ្លាញស្រាប់តែក្រុម Peaky Blinders បានមកដល់ប៉ូលីសទាំងអស់បានត្រឹមតែឈរមើលព្រោះពួកគេដឹងថាគ្មាននរណាអាចរារាំងក្រុមនេះបានទេសមាជិកក្រុមបានវាយបំបែកទ្វារចូលរោងចក្របន្ទាប់មកពួកគេចាប់ផ្ដើមប្រមូលអាវុធទាំងអស់ដែលនៅសល់ពីការផ្ទុះម្ចាស់រោងចក្រប្រញាប់មកតវ៉ា Duke ប្រាប់ថាពួកគេទទួលបានការអនុញ្ញាតពីប្រធានប៉ូលីស Birmingham ហើយគាត់ថែមទាំងយកប្រាក់មួយចំនួនឲ្យម្ចាស់រោងចក្រដើម្បីបិទមាត់ទៀតផងប៉ុន្តែម្ចាស់រោងចក្រនៅតែបន្តត្អូញត្អែទៅកាន់ប៉ូលីសពេលនោះ Elijah ដែលជាដៃស្ដាំរបស់ Duke បានប្រកាសថា
អ្នកណាក៏ដោយដែលហ៊ានរៀបរៀង Peaky Blinders អត្តសញ្ញាណរបស់ពួកគេនឹងត្រូវកត់ត្រាទុកហើយក្រុមរបស់គេនឹងទៅវាយសមាជិកគ្រួសាររបស់ពួកគេម្ចាស់រោងចក្រឆ្លើយវិញថាគាត់មិនខ្លាចការគំរាមបែបនេះឡើយភ្លាមឌុកក៏ដាល់គាត់ឲ្យដួលទៅលើដីកម្មករនៅទីនោះបានរត់មកជួយប៉ុន្តែសមាជិក Peaky Blinders បានវាយពួកគេយ៉ាងចាស់ដៃការប្រយុទ្ធបានបញ្ចប់យ៉ាងឆាប់រហ័សដោយក្រុមរបស់ឌុកជាអ្នកឈ្នះក្រោយពីគ្មានអ្នកណារៀបរៀងទៀតពួកគេក៏ប្រមូលអាវុធដែលនៅសល់ទាំងអស់ហើយចាក់ចេញមិនយូរប៉ុន្មាន Adia បានត្រឡប់មក Birmingham វិញនាងទៅទទួលកូនប្រុសរបស់ខ្លួន Carl មុននឹងធ្វើដំណើរទៅកាន់រោងចក្រប៉ុន្តែភ្លាមកម្មករជាច្រើនបានស្រែកស្ដីបន្ទោសនាងពួកគេនិយាយថាក្រុម Peaky Blinders បានធ្វើឲ្យស្ថានភាពអាក្រក់ជាងមុនដូច្នេះ Ada គ្មានសិទ្ធិបង្ហាញមុខនៅទីនោះទៀតទេនៅក្នុងហាងស្រាមួយ Duke បានជួបភ្នាក់ងារ Nazi ម្នាក់ឈ្មោះ Beckett បានបង្ហាញក្រដាសប្រាក់คล้ายៗមួយសន្លឹកគាត់ប្រាប់ថាពួក Nazi បានផលិតក្រដាសប្រាក់คล้ายៗរហូតដល់350លានផោនរួចរាល់ហើយឥឡូវនេះពួកគេត្រូវការក្រុមឧក្រិដ្ឋជនដើម្បីជួយចែកចាយក្រដាសប្រាក់ទាំងនោះចូលទៅក្នុងសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស Beckett បានប្រាប់ Duke ថាប្រសិនបើក្រុម Peaky Blinders យល់ព្រមធ្វើការជាមួយពួក Nazi ពួកគេនឹងទទួលបានចំណែក 20% ពីប្រាក់คล้ายៗទាំងអស់ប៉ុន្តែពួកគេត្រូវត្រៀមខ្លួនទទួលយកភាពវឹកវរនិងភាពអនាធិបតេយ្យដែលនឹងកើតឡើងបន្ទាប់ពីក្រដាសប្រាក់ទាំងនោះត្រូវបានបញ្ចេញចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចអង់គ្លេសបន្ទាប់មក Beckett បាននិយាយថាថ្នាក់លើរបស់គាត់ពិតជាចង់ជួប Tommy Shelby ដោយផ្ទាល់មិនមែន Duke នោះទេសម្ដីនេះបានធ្វើឲ្យ Duke ខឹងយ៉ាងខ្លាំងគាត់ដកកំភ្លើងបាញ់កាត់បង្អួចបណ្ដាលឲ្យគ្រាប់កំភ្លើងហោះទៅបុករថយន្តដែលចតនៅខាងក្រៅរួចគាត់ប្រកាសយ៉ាងម៉ឺងម៉ាត់ថាឥឡូវនេះខ្ញុំជាអ្នកដឹកនាំ Peaky Blinders Beckett សម្លឹងមើលគាត់មួយសន្ទុះមុននឹងសួរថាតើអ្នកពិតជាហ៊ានក្បត់ប្រទេសរបស់ខ្លួនមែនទេដោយគ្មានការស្ទាក់ស្ទើរ Duke ឆ្លើយតែមួយម៉ាត់ថាបាទ Beckett ញញឹមបន្តិចហើយនិយាយថាបើអ៊ីចឹងយប់នេះអ្នកត្រូវបង្ហាញឲ្យខ្ញុំឃើញថាអ្នកពិតជាហ៊ានធ្វើវាមែននៅថ្ងៃបន្ទាប់ Tommy បានឮសំឡេងចម្លែកនៅក្នុងផ្ទះគាត់ប្រញាប់ចាប់កំភ្លើងហើយដើរតាមរកប្រភពសំឡេងនោះនៅលើតុមួយគាត់បានឃើញក្រដាសមួយសន្លឹកដែលសរសេរថាដើរតាមបង្អួចដែលបើកចំហ Tommy ក៏ដើរតាមការណែនាំនោះរហូតទៅដល់បន្ទប់មួយនៅទីនោះមានស្ត្រីម្នាក់កំពុងអង្គុយអានសៀវភៅជីវប្រវត្តិរបស់គាត់ Tommy លើកកំភ្លើងសម្ដៅទៅលើនាងភ្លាមប៉ុន្តែពេលគាត់មើលមុខនាងឲ្យច្បាស់គាត់ក៏ស្រឡាំងកាំងនាងមានមុខមាត់ស្រដៀងទៅនឹង Zelda ម្ដាយរបស់ Duke ដែលបានស្លាប់ទៅហើយស្ទើរតែដូចគ្នាបេះបិទស្ត្រីនោះណែនាំខ្លួនថានាងឈ្មោះ Carlo នាងគឺជាបងប្អូនភ្លោះរបស់ Zelda Carlo និយាយថានាងនៅតែអាចតាក់ទងជាមួយ Zelda តាមរយៈសុបិននិងពិធីហៅវិញ្ញាណហើយលើកនេះ Zelda បានផ្ញើសារមួយមកកាន់ Tommy តាមរយៈនាង Carlo ពន្យល់ថាពួកគេទាំងពីរជាជនជាតិ Gypsy បច្ចុប្បន្ន Duke កំពុងចូលពាក់ព័ន្ធជាមួយមនុស្សអាក្រក់ដែលអាចនាំមហន្តរាយមកលើជនជាតិ Gypsy ទាំងមូលប្រសិនបើ Tommy ព្រមត្រឡប់ទៅរៀបរៀងកូនប្រុសរបស់ខ្លួន Carlo សន្យាថានាងនឹងជួយឲ្យ Tommy រកឃើញសន្តិភាពក្នុងចិត្តដែលគាត់ស្វែងរកជាយូរមកហើយរំពេចនោះ Johnny បានរត់ចូលមកក្នុងបន្ទប់ទាំងកាន់កំភ្លើងគាត់គិតថាមានជនចម្លែកលួចចូលផ្ទះប៉ុន្តែ Tommy បញ្ឈប់គាត់ភ្លាមគាត់ប្រាប់ថា Carlo គឺជាភ្ញៀវរបស់គាត់ក្រោយមក Johnny បាននិយាយជាមួយ Tommy ជាលក្ខណៈឯកជនគាត់ព្រមានថា Carlo គឺជាមនុស្សបោកប្រាស់នាងតែងតែរកស៊ីលើទុកសោករបស់ម្ដាយដែលបាត់បង់កូនក្នុងសង្គ្រាមដោយអះអាងថាអាចតាក់ទងជាមួយវិញ្ញាណអ្នកស្លាប់បាន Johnny បារម្ភថានាងកំពុងបោកប្រាស់ Tommy ដូចគ្នាប៉ុន្តែ Tommy មិនអើពើនឹងការព្រមាននោះឡើយនៅរសៀលថ្ងៃដដែល Duke បានទៅមើលជ្រូកដែលគាត់កំពុងចិញ្ចឹមហើយយករបស់មួយចំនួនទៅទុកក្នុងឃ្លាំងពេលនោះ Ada បានមកដល់នាងស្ដីបន្ទោស Duke ចំពោះការវាយចូលរោងចក្រហើយសួរថាហេតុអ្វីបានជាគាត់មានជ្រូកច្រើនបែបនេះ Duke ឆ្លើយថារោងសត្វតាឃាតមួយត្រូវបានបំផ្ទុះដូច្នេះគាត់គ្រាន់តែយកជ្រូកទាំងនោះមកថែរក្សាជាបណ្ដោះអាសន្នប៉ុណ្ណោះប៉ុន្តែ Ada មិនជឿសូម្បីតែបន្តិចបន្ទាប់មក Duke សារភាពថាគាត់កំពុងលក់ថ្នាំពេទ្យនៅទីផ្សារងងឹតភ្លាមAda នឹកឃើញថាមន្ទីរពេទ្យមួយទើបតែត្រូវចោរលួចថ្នាំអស់ជាច្រើននាងគំរាមថានឹងរាយការណ៍រឿងនេះទៅអាជ្ញាធរប៉ុន្តែ Duke ឆ្លើយយ៉ាងក្រអឺតក្រទមថាគ្មានអ្នកណាអាចបញ្ឈប់ខ្ញុំបានទេបន្ទាប់ពីចាក់ចេញ Ada បានទៅជួបមិត្តចាស់ម្នាក់ដែលធ្លាប់ធ្វើការជាមួយ Tommy នាងប្រាប់គាត់អំពីអំពើរបស់ Duke ហើយនិយាយថានាងកំពុងគិតចង់រាយការណ៍ទៅប៉ូលីសយោធា Ada សូមឲ្យគាត់ផ្ដល់សក្ខីកម្មនិងជួយគាំទ្រនាងប៉ុន្តែគាត់បដិសេធគាត់និយាយថាការប្រឆាំងនឹង Duke មានតែនាំគ្រោះថ្នាក់មកលើខ្លួនប៉ុណ្ណោះហើយមនុស្សតែម្នាក់គត់ដែលអាចបញ្ឈប់ Duke បានគឺមានតែ Tommy ប៉ុណ្ណោះនៅពេលជាមួយគ្នានោះ Tommy បានចុះទៅបន្ទប់ទុកស្រាប់តែគាត់ឮសំឡេងចម្លែកម្ដងទៀតដោយភ្ញាក់ផ្អើលគាត់បានជ្រុះដបស្រាមួយភ្លាមគាត់ក៏ឃើញការនិមិត្តត្រឡប់ទៅកាន់សម័យសង្គ្រាមគាត់ឃើញខ្លួនឯងកំពុងស្ថិតក្នុងផ្លូវរួមក្រោមដីនៅសមរភូមិជួរមុខការនិមិត្តនេះបញ្ជាក់យ៉ាងច្បាស់ថា Tommy
កំពុងទទួលរងជំងឺ PTSD ឬជំងឺបាក់ស្មារតីក្រោយសង្គ្រាមយ៉ាងធ្ងន់ធ្ងរនៅក្នុងសៀវភៅជីវប្រវត្តិរបស់ខ្លួន Tommy បានសរសេរថាខ្ញុំបាននាំសង្គ្រាមត្រឡប់មកផ្ទះរបស់ខ្ញុំហើយដើម្បីអាចគេងលក់បានគាត់ត្រូវជក់បារីជានិច្ចនៅយប់នោះ Tommy ស្រាប់តែភ្ញាក់ពីដំណេកកាឡូបានមកដល់ហើយយកក្រមាពណ៌ក្រហមមកប្រគល់ឲ្យគាត់វិញនាងសួរអំពីបងប្រុសរបស់ Tommy មិនចង់និយាយអ្វីទាំងអស់ប៉ុន្តែកាឡូនៅតែបន្តជំរុញនាងអះអាងថាតាមពិតទៅវិញ្ញាណរបស់ Zelda កំពុងប្រើរាងកាយរបស់នាងដើម្បីនិយាយជាមួយ Tommy មិនជឿឡើយពេលនោះកាឡូបាននិយាយថាក្រមាពណ៌ក្រហមនេះគឺកូនស្រីដែលបានស្លាប់របស់ Tommy ជាអ្នកយកមកទុកនាងថែមទាំងនិយាយថាបានជួបវិញ្ញាណបងប្រុសរបស់ Tommy ផងដែរដើម្បីបញ្ជាក់ថានិយាយការពិតកាឡូបាននិយាយពាក្យដដែលដែល Tommy ធ្លាប់និយាយនៅមុខភ្នោបងប្រុសរបស់គាត់ Tommy ក៏ចាប់ផ្ដើមស្ទាក់ស្ទើរព្រោះពាក្យទាំងនោះគ្មានអ្នកណាម្នាក់គួរតែដឹងឡើយពេលនេះ Tommy ចាប់ផ្ដើមចង់ដឹងការពិតបន្ថែមគាត់សួរកាឡូឲ្យប្រាប់អ្វីដែលនាងដឹងប៉ុន្តែកាឡូឆ្លើយថានាងនឹងនិយាយបន្តលុះត្រាតែ Tommy យល់ព្រមត្រឡប់ទៅជួយ Duke ជាមុនសិន Tommy តបវិញថាខ្ញុំលែងជាមនុស្សដូចពីមុនទៀតហើយកាឡូក៏ញញឹមហើយនិយាយថាប្រសិនបើគាត់ចង់នាងអាចជួយឲ្យគាត់រកឃើញខ្លួនឯងដូចកាលពីមុនបានបន្ទាប់មកអ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាក្នុងអំឡុងពេលនោះកាឡូបានរំអិតពីកន្លែងសម្ងាត់មួយដែល Tommy និង Zelda ធ្លាប់ជួបគ្នាពេលណាត់ជួបកាលពីអតីតកាលនាងប្រើព័ត៌មានលម្អិតទាំងនោះជាភស្តុតាងថានាងពិតជាដឹងរឿងដែលមានតែ Zelda ប៉ុណ្ណោះគួរដឹងក្រោយពីអ្វីៗស្ងប់ស្ងាត់កាឡូបានប្រាប់ Tommy ថាវិញ្ញាណរបស់បងប្រុសគាត់មិនដែលស្ដីបន្ទោសគាត់ចំពោះការស្លាប់នោះឡើយមនុស្សគ្រប់គ្នាគិតថាបងប្រុសរបស់ Tommy បានបញ្ចប់ជីវិតខ្លួនឯងភ្លាម Tommy ក៏ព្យាយាមបញ្ឈប់នាងមិនឲ្យនិយាយបន្តគាត់បង្ហើបការពិតថានៅយប់នោះបងប្រុសរបស់គាត់បានលួចយករថយន្តរបស់គាត់ទៅដូច្នេះ Tommy ក៏បើករថយន្តដេញតាមដោយមិនអាចទប់ទល់នឹងអារម្មណ៍កំហុសបានទៀត Tommy ក៏សារភាពពីអ្វីដែលបានកើតឡើងយប់នោះមានអាប់ក្រាស់ខ្លាំងបងប្រុសរបស់គាត់ក៏បានជក់បារីអាភៀនឬសារធាតុញៀនច្រើនពេករហូតបាត់បង់ស្មារតីនៅពេល Tommy ទៅដល់បងប្រុសរបស់គាត់បានច្រឡំគិតថា Tommy គឺជាបិសាចអារក្សដែលមកយកជីវិតរបស់គាត់ក្នុងពេលប្រតាយប្រតប់គ្នា Tommy បានសម្លាប់បងប្រុសរបស់ខ្លួនដោយចៃដន្យកំហុសមួយនេះបានคล้ายជារបួសផ្លូវចិត្តដែលលងបន្លាចគាត់អស់ជាច្រើនឆ្នាំកាឡូបានលួងលោមគាត់ដោយនិយាយថា Tommy ត្រូវរៀនលែងចិត្តពីអតីតកាលគាត់មិនអាចជួយសង្គ្រោះកូនស្រីរបស់ខ្លួនបានទេគាត់ក៏មិនអាចសង្គ្រោះបងប្រុសរបស់ខ្លួនបានដែរប៉ុន្តែគាត់នៅតែមានឱកាសសង្គ្រោះកូនប្រុសរបស់ខ្លួននៅល្ងាចថ្ងៃនោះទីក្រុង Birmingham ត្រូវបានយន្តហោះអាល្លឺម៉ង់ទម្លាក់គ្រាប់បែកម្ដងទៀតប្រជាជននាំគ្នារត់ចូលជំរកក្រោមដីអាដាបានឆ្លៀតឱកាសនេះនិយាយទៅកាន់អ្នកស្រុកទាំងអស់ក្នុងពេលតែមួយនាងពន្យល់ថា Duke កំពុងក្លាយជាគ្រោះថ្នាក់ដល់ទីក្រុងប៉ុន្តែប្រសិនបើនាងចង់ប្តឹងទៅប៉ូលីសយោធានាងត្រូវការសក្ខីកម្មពីប្រជាជនជាមុនសិនក្នុងពេលជាមួយគ្នានោះ Duke បានជួបជាមួយ Beckett និងបុរសម្នាក់ទៀតឈ្មោះ Virgil ដែលជាអនុប្រធាននៃសម្ព័ន្ធ Fascist អង់គ្លេស Virgil នឹងជួយចែកចាយក្រដាសប្រាក់คล้ายៗទូទាំងប្រទេសដូច្នេះពួកគេត្រូវពិភាក្សាពីផែនការដឹកជញ្ជូន Duke បានបង្ហាញគម្រោងប្រើទូកតាមប្រឡាយចំនួន3គ្រឿងដើម្បីប្រមូលវ៉ាលីដែលផ្ទុកប្រាក់คล้ายៗផែនការនេះបានធ្វើឲ្យ Virgil ពេញចិត្តយ៉ាងខ្លាំងប៉ុន្តែភ្លាម Beckett បានបង្ហាញព័ត៌មានសម្ងាត់មួយគាត់អះអាងថា Virgil គឺជាជនក្បត់ហើយមិនអាចទុកចិត្តបានទៀតទេដោយមិនស្ទាក់ស្ទើរ Duke បានដកកាំភ្លើងបាញ់ Virgil ភ្លាម Virgil ដួលទៅលើដីហើយព្យាយាមវារគេចខណៈឈាមហូរមិនឈប់ Duke បាញ់គាត់ម្ដងទៀតដើម្បីបញ្ចប់ជីវិតប៉ុន្តែ Beckett បញ្ជាឲ្យ Duke បាញ់គ្រាប់ទាំងអស់ទៅលើសាកសពរបស់ Virgil គាត់ចង់ឲ្យ Duke គ្មានផ្លូវដកថយនិងជាប់ពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្មនេះទាំងស្រុងក្រោយការសម្លាប់ Duke មានអារម្មណ៍ភ័យនិងតានតឹងយ៉ាងខ្លាំង Beckett បានធានាថាគាត់ធ្វើការជាមួយមនុស្សដែលមានអំណាចខ្លាំងបំផុតដូច្នេះ Duke នឹងត្រូវបានការពារមិនឲ្យមានបញ្ហាអ្វីឡើយបន្ទាប់មក Beckett ប្រាប់ថាក្នុងពេលឆាប់ៗនេះ Duke ត្រូវយកទូកទៅទីក្រុង Liverpool ដើម្បីប្រមូលប្រាក់คล้ายៗប៉ុន្តែសម្រាប់ពេលនេះគាត់ត្រូវដោះស្រាយសាកសព Virgil ជាមុនសិនក្រោយពី Beckett ចាក់ចេញ Duke បានគប់ដបស្រាបែកដើម្បីបញ្ចេញកំហឹងបន្ទាប់មកគាត់យកសាកសព Virgil ទៅបោះឲ្យជ្រូកស៊ីដើម្បីបំបត្តិភស្តុតាងនៅទីក្រុង Liverpool កប៉ាល់ដែលផ្ទុកវ៉ាលីពេញទៅដោយក្រដាសប្រាក់คล้ายៗក៏បានមកដល់ដោយសុវត្ថិភាពនៅព្រឹកបន្ទាប់ Tommy ភ្ញាក់ពីដំណេកគាត់ឃើញថាខ្លួនឯងនៅម្នាក់ឯងលើគ្រែហើយក្រមាពណ៌ក្រហមនៅក្បែរខ្លួនគាត់យកក្រមានោះទៅព្យួរនៅលើភ្នោបងប្រុសជាថ្មីម្ដងទៀតលើកនេះ Tommy បានសម្រេចចិត្តរួចហើយគាត់ដោះសម្លៀកបំពាក់ចាស់ៗចេញហើយស្លៀកឈុតដែលធ្លាប់ពាក់កាលនៅដឹកនាំ Peaky Blinders បន្ទាប់មកគាត់យករថយន្តរបស់ខ្លួនហើយប្រកាសថាខ្ញុំនឹងត្រឡប់ទៅ Birmingham វិញ Johnny ភ្ញាក់ផ្អើលនិងបារម្ភយ៉ាងខ្លាំងគាត់គិតថានេះជាការសម្រេចចិត្តដ៏គ្រោះថ្នាក់ដូច្នេះគាត់ស្ម័គ្រចិត្តទៅជាមួយ Tommy ចំណែក Duke បានភ្ញាក់ពីដំណេកបន្ទាប់ពីចំណាយពេលមួយយប់ជាមួយស្ត្រីម្នាក់
គាត់នឹកឃើញថាសម្លៀកបំពាក់របស់ Virgil នៅតែស្ថិតនៅជាមួយខ្លួនដើម្បីលុបភ័ស្តុតាងគាត់ក៏ដុតវាចោលភ្លាមៗរំពេចនោះ Beckett បានមកជួបគាត់ប្រាប់ Duke ថា Ada បានប្រមូលសក្ខីកម្មពីប្រជាជននៅក្នុងជំរកគ្រាប់បែកប្រសិនបើនាងទៅដល់ប៉ូលីសយោធាផែនការទាំងអស់នឹងត្រូវបែកការដូច្នេះ Beckett បញ្ជាឲ្យ Duke សម្លាប់ Ada មុនពេលនាងទៅដល់ទីនោះមុននឹងចាក់ចេញ Beckett ថែមទាំងនិយាយថាគាត់ខ្មាស់កូនប្រុសបង្កើតរបស់ខ្លួនណាស់ប៉ុន្តែប្រសិនបើ Duke ជាកូនរបស់គាត់វិញគាត់នឹងមានមោទនភាពខ្លាំងបំផុតក្រោយពីទទួលបញ្ជា Duke បានលួចតាមដាន Ada និង Carl នៅជុំវិញទីក្រុងទីបំផុតគាត់លាក់ខ្លួននៅក្នុងបញ្ចូលទូរស័ព្ទមួយកាន់កំភ្លើងត្រៀមបាញ់គាត់កំពុងរងចាំឱកាសដ៏ល្អបំផុតដើម្បីសម្លាប់ Ada ប៉ុន្តែនៅពេល Duke លើកកំភ្លើងសម្ដៅទៅលើ Ada អារម្មណ៍ស្រឡាញ់ចំពោះគ្រួសាររបស់ខ្លួនបានរារាំងគាត់មិនឲ្យចុចកាយកំភ្លើងដោយកំហឹងនឹងការខកចិត្ត Duke បានវាយបំបែកទូរស័ព្ទសាធារណៈនោះគាត់នៅតែបន្តតាមដាន Ada ពីចម្ងាយមិនយូរប៉ុន្មានរថយន្តមួយបានមកឈប់ក្បែរនាងនៅពេល Beckett ចុះពីរថយន្ត Duke បានស្រែកព្រមាន Ada ភ្លាមប៉ុន្តែវាយឺតពេលទៅហើយ Beckett ដកកំភ្លើងបាញ់ Ada ជាច្រើនគ្រាប់បណ្ដាលឲ្យនាងដួលស្លាប់នៅនឹងកន្លែងបន្ទាប់មកគាត់ឆក់យកកាបូបដែលផ្ទុកសក្ខីកម្មរបស់ប្រជាជនហើយរត់គេចខ្លួនមុននឹងចាក់ចេញ Beckett ងាកមកនិយាយជាមួយ Duke ថាថ្ងៃនេះអ្នកធ្វើឲ្យខ្ញុំខកចិត្តហើយ Carl បានឃើញម្ដាយរបស់ខ្លួនត្រូវគេសម្លាប់នៅចំពោះមុខភ្នែកគាត់ស្រែកយំនិងបាក់ទឹកចិត្តយ៉ាងខ្លាំងចំណែក Duke បានត្រឹមតែឈរមើលដោយអារម្មណ៍អស់សង្ឃឹមនិងគ្មានអ្វីអាចធ្វើបាននៅលើផ្លូវមួយ Tommy ស្រាប់តែបញ្ជាឲ្យ Johnny ឈប់រថយន្តគាត់ចុះពីឡានហើយសម្លឹងមើលទៅមុខនៅទីនោះគាត់បានឃើញរូបភាពវិញ្ញាណរបស់ Ada ភ្លាម Tommy ក៏ដឹងថាប្អូនស្រីរបស់គាត់បានស្លាប់ហើយប៉ុន្មាននាទីក្រោយមក Tommy បានមកដល់កន្លែងកើតហេតុប៉ូលីសម្នាក់ប្រាប់គាត់ថា Duke មានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ Ada Tommy បញ្ជាឲ្យ Johnny ទៅការពារសពរបស់ Ada នៅកន្លែងតម្កល់សពចំណែកគាត់នឹងទៅដោះស្រាយរឿងដែលនៅសល់ដោយខ្លួនឯង Tommy បានចូលទៅក្នុងហាងស្រាមួយភ្លាមគាត់ដើរទៅបិទតន្ត្រីដែលកំពុងលេងបន្ទាប់មកគាត់សួរយ៉ាងត្រង់ថា Duke នៅឯណាអ្នកនៅក្នុងហាងស្រាបានចាប់ផ្ដើមជេរប្រមាថនិងប្រឈមមុខជាមួយគាត់ស្ថានភាពកាន់តែតានតឹងរំពេចនោះ Elijah បានស្គាល់ថាបរិះដែលឈរនៅចំពោះមុខគឺជា Tommy Shelby គាត់ប្រញាប់ប្រាប់អ្នកទាំងអស់នៅក្នុងហាងភ្លាមមនុស្សភាគច្រើនក៏ដកថយប៉ុន្តែមានទាហានវ័យក្មេងម្នាក់ដែលមិនស្គាល់ឈ្មោះ Tommy គាត់លើកកំភ្លើងសម្ដៅទៅលើ Tommy មិនភ័យសោះគាត់ដកគ្រាប់បែកមួយគ្រាប់ដាក់ចូលក្នុងអាវរបស់ទាហាននោះទាហានភ័យស្លន់ស្លោរត់ចេញពីហាងស្រាមួយសន្ទុះក្រោយមកគ្រាប់បែកបានផ្ទុះបណ្ដាលឲ្យគាត់ស្លាប់ភ្លាមបន្ទាប់ពីនោះ Tommy បានរើសកំភ្លើងរបស់ទាហានហើយបាញ់បំបែកម៉ាស៊ីនចាក់ភ្លេងសំឡេងក្នុងហាងស្រាបានស្ងប់ស្ងាត់ទាំងស្រុង Tommy សម្លឹងទៅ Elijah ហើយបញ្ជាយ៉ាងម៉ឺងម៉ាត់ថានាំខ្ញុំទៅជួបកូនប្រុសរបស់ខ្ញុំនៅក្នុងឃ្លាំង Duke កំពុងប្រមូលរបស់របរត្រៀមរត់គេចប៉ុន្តែ Tommy បានមកដល់ហើយចាប់គាត់បោកទៅក្នុងភក់ Tommy ឆក់យកថង់ថ្នាំទាំងអស់រួចគប់ទៅលើ Duke ទាំងខឹងសម្បាគាត់ស្ដីបន្ទោសថា Duke បានឆ្លងកាត់បន្ទាត់ក្រហមគ្រប់យ៉ាងហើយកំពុងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ Peaky Blinders ក្រោយពីទាត់ Duke មួយជើង Duke ក៏និយាយថាគាត់មិនអាចសម្លាប់ Ada បានទេព្រោះគាត់នៅតែស្មោះត្រង់ចំពោះគ្រួសាររបស់ខ្លួនប៉ុន្តែគាត់តែងតែប្រព្រឹត្តអំពើបាបព្រោះនោះគឺជារឿងតែមួយគត់ដែលឪពុករបស់គាត់បានបន្សល់ទុកឲ្យ Duke ខឹងយ៉ាងខ្លាំងហើយស្ទុះទៅវី Tommy អ្នកទាំងពីរប្រយុទ្ធគ្នាយ៉ាងសាហាវក្នុងភក់ Tommy មានបទពិសោធន៍ច្រើនជាងហើយអាចផ្ដួល Duke បានយ៉ាងងាយគាត់ចាប់បង្ខំឲ្យ Duke ប្រាប់គ្រប់យ៉ាងអំពី Beckett និងផែនការរបស់ពួក Nazi បន្ទាប់មក Tommy បានទៅកន្លែងតម្កល់សពគាត់យកកំភ្លើងពី Johnny ហើយបញ្ជាឲ្យ Johnny ចាក់ចេញ Tommy ដើរទៅក្បែរសពរបស់ Ada ហើយនិយាយទាំងទឹកភ្នែកថាគាត់គួរតែមកជួយនាងតាំងពីថ្ងៃដែលនាងសុំជំនួយបន្ទាប់មក Tommy សារភាពការពិតដែលលាក់បាំងអស់ជាច្រើនឆ្នាំគាត់ជាអ្នកសម្លាប់បងប្រុសរបស់ខ្លួនហើយវាមិនមែនជាគ្រោះថ្នាក់ដោយចៃដន្យនោះទេយប់នោះគាត់ស្រវឹងនិងពោពេញដោយកំហឹងគាត់បានសម្លាប់បងប្រុសដើម្បីរំដោះខ្លួនឯងចេញពីគាត់ប៉ុន្តែបន្ទាប់ពីសមាជិកគ្រួសារស្លាប់ជាបន្តបន្ទាប់ Tommy ស្បត់ថាការលះបង់ទាំងអស់នេះនឹងត្រូវនាំទៅរកអ្វីដែលល្អនៅទីបញ្ចប់ពេលចេញពីកន្លែងតម្កល់សព Tommy យំដោយមិនអាចទប់អារម្មណ៍បានស្រាប់តែ Beckett លេចមុខឡើងហើយអ្នកទាំងពីរបាញ់គ្នាភ្លាមសេះនៅក្បែរនោះភ័យស្លន់ស្លោស្រែករត់គ្រប់ទិស Tommy និង Beckett រត់បដូរទីតាំងបាញ់គ្នាទៅវិញទៅមកក្នុងអំឡុងពេលប្រយុទ្ធ Beckett ព្យាយាមបញ្ចុះបញ្ចូល Tommy ថា Hitler និយាយត្រឹមត្រូវសង្គមត្រូវតែសម្អាតឈាមអាក្រក់ចេញហើយការបញ្ចប់សង្គ្រាមដោយប្រើក្រដាសប្រាក់ក៏ប្រសើរជាងប្រើគ្រាប់បែកដែរទីបំផុត Beckett អស់គ្រាប់កាំភ្លើងគាត់ដេញសេះឲ្យរត់បាំងផ្លូវរួចរត់គេចខ្លួន Tommy ក៏ឡើងជិះសេះដេញតាមគាត់កាត់តាមផ្លូវក្នុងទីក្រុងពេលប្រជាជនឃើញ Tommy ពួកគេទទួលស្វាគមន៍គាត់ដូចជាស្ដេចដែលបានត្រឡប់មកវិញនៅក្នុងហាងស្រា Duke កំពុងផឹកដើម្បីបំភ្លេចកំហុសរបស់ខ្លួន Carlo បានមកជួបគាត់នាងប្រាប់ថាវិញ្ញាណ Zelda ធ្លាប់និយាយថា
ថ្ងៃណាមួយ Tommy និង Duke នឹងរួមដៃគ្នាហើយថ្ងៃនេះគឺជាឱកាសឲ្យ Duke ធ្វើរឿងដែលត្រឹមត្រូវ Carlo ប្រគល់គ្រាប់កំភ្លើងមួយគ្រាប់ឲ្យ Duke នាងនិយាយថាបន្ទាប់ពីបញ្ចប់រឿង Nazi ហើយ Duke ត្រូវសម្លាប់ Tommy មានតែវិធីនេះប៉ុណ្ណោះទើប Tommy អាចរកសន្តិភាពបានហើយ Duke នឹងក្លាយជាស្ដេចថ្មីរបស់ជនជាតិ Gypsy ដែលជាបំណងប្រាថ្នាចុងក្រោយរបស់ម្ដាយគាត់នៅពេល Carlo ចេញពីហាងស្រានាងបានជួប Tommy នាងប្រាប់ថា Duke នឹងជួយគាត់ Tommy ឆ្លើយថាមុនដំបូងគាត់ត្រូវការរទេះ Gypsy មួយសិននៅក្នុងហាង Duke បោះកាក់មួយដើម្បីសម្រេចចិត្តពីជោគវាសនារបស់ខ្លួន Tommy ដើរចូលមកហើយចាក់ស្រាឲ្យអ្នកទាំងពីរទីបំផុត Duke យល់ព្រមសហការជាមួយ Tommy ដើម្បីសម្លាប់ Beckett មិនយូរប៉ុន្មានសាច់ញាតិនិងមិត្តភ័ក្តិទាំងអស់បានមកចូលរួមពិធីបុណ្យសពរបស់ Ada សាកសពរបស់នាងត្រូវបានដាក់ក្នុងរទេះ Gypsy ជាមួយរូបថតជាច្រើនសន្លឹក Tommy ជាអ្នកដុតរទេះនោះដោយផ្ទាល់គាត់ឈរសម្លឹងមើលអណ្ដាតភ្លើងខណៈព្យាយាមទទួលយកការបាត់បង់ដ៏ធំមួយនេះយប់នោះ Duke បានទូរស័ព្ទទៅ Beckett គាត់ប្រាប់ថា Tommy កំពុងធ្វើដំណើរទៅតាមសម្លាប់គាត់ប៉ុន្តែ Duke នៅតែធ្វើពុតជាសហការជាមួយ Beckett សន្យាថានឹងបង់ប្រាក់70លានផោនប្រសិនបើផែនការជោគជ័យចំណែក Tommy កំពុងអង្គុយមើលផេះរបស់រទេះ Gypsy ពេលនោះមេកំពុងផែម្នាក់ឈ្មោះ Stag បានមកជួបគាត់បានផ្ដល់ព័ត៌មានលម្អិតអំពីឃ្លាំងនិងទូកដ៏គួរឲ្យសង្ស័យនៅកំពង់ផែក្រោយពី Duke មកដល់ Tommy បានណែនាំគាត់ឲ្យស្គាល់ Stag Tommy ប្រកាសថាគាត់សម្រេចចិត្តទុកចិត្តកូនប្រុសរបស់ខ្លួនបន្ទាប់មកពួកគេបានរៀបចំផែនការវាយប្រហារ Tommy ចង់ប្រើផ្លូវរូង Waterloo Tunnel ដើម្បីចូលទៅកំពង់ផែ Stag ប្រាប់ថាផ្លូវរូងនោះត្រូវបានបិទព្រោះពាក់កណ្ដាលបានបាក់រលំប៉ុន្តែ Tommy និយាយថាខ្ញុំនឹងរកផ្លូវចូលឲ្យបានតាមផ្លូវទៅ Liverpool Tommy បន្តសរសេរសៀវភៅជីវប្រវត្តិរបស់ខ្លួនគាត់ឧទ្ទិសសៀវភៅនេះឲ្យកូនទាំងអស់ហើយសរសេរថា Duke គួរតែជាអ្នកស្នងតំណែងរបស់គាត់ប៉ុន្តែបេសកកម្មយប់នេះនឹងសម្រេចថា Duke មានសិទ្ធិទទួលតំណែងនោះឬអត់ទីបំផុត Tommy បានរកឃើញច្រកចូលផ្លូវរូងដែលត្រូវបិទគាត់សុំឲ្យ Paulo និងសាច់ញាតិរបស់នាងជួយកាត់របងដែកខណៈកំពុងរងចាំ Tommy សុំឲ្យ Paulo មើលបាតដៃរបស់គាត់នាងនិយាយតែរឿងអតីតកាលប៉ុណ្ណោះ Tommy ក៏សួរអំពីអនាគត Paulo ឆ្លើយថាយប់នេះអ្នកនឹងរកឃើញសន្តិភាពដែលអ្នកតែងស្វែងរក Tommy ដកកំភ្លើងចេញហើយនិយាយថាគាត់ដឹងតាំងពីដំបូងហើយថា Paulo មានបំណងសម្លាប់គាត់ Paulo តបវិញថាប្រសិនបើ Tommy មិនសម្លាប់ Duke ទេថ្ងៃណាមួយ Duke នឹងជាអ្នកសម្លាប់ Tommy វិញ Tommy ចូលទៅក្នុងផ្លូវរូងចំណែក Duke បន្តផ្ដល់ព័ត៌មានคล้ายៗឲ្យ Beckett អំពីផែនការរបស់ Tommy Beckett ក៏បញ្ជូនព័ត៌មាននោះទៅកងទ័ពអាល្លឺម៉ង់ភ្លាមមិនយូរប៉ុន្មានយន្តហោះអាល្លឺម៉ង់បានទម្លាក់គ្រាប់បែកការផ្ទុះបានធ្វើឲ្យផ្លូវរូងបាក់រលំហើយ Tommy ជាប់នៅខាងក្នុងការនេះធ្វើឲ្យជំងឺ PTSD របស់គាត់ផ្ទុះឡើងវិញគាត់ឃើញរូបភាពសង្គ្រាមនិងមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ប៉ុន្តែ Tommy មិនបោះបង់ឡើយគាត់ជីកកំទេចថ្មរហូតអាចរួចខ្លួនបាននៅកំពង់ផែទាហានអាល្លឺម៉ង់កំពុងរងចាំទូកមកដល់ពួកគេបាញ់ទៅលើ Stag ភ្លាមប៉ុន្តែ Stag បានបើកគ្រឿងផ្ទុះរួចលោតចូលទឹកនេះគឺជាផែនការរបស់ Tommy តាំងពីដំបូងទូកបានបុកចូលចំណតហើយផ្ទុះយ៉ាងខ្លាំងទាហាន Nazi ទាំងអស់ត្រូវស្លាប់ក្នុងការផ្ទុះតែមួយលើកនៅក្នុងឃ្លាំង Beckett ដឹងថា Duke បានបោកគាត់លើកកំភ្លើងសម្ដៅទៅលើ Duke និយាយថាកាក់បានប្រាប់ឲ្យគាត់ប្រឆាំងនឹងឪពុកប៉ុន្តែគាត់ជ្រើសរើសប្រឆាំងនឹងជោគវាសនាហើយធ្វើអ្វីដែលត្រឹមត្រូវភ្លាមគ្រាប់បែកមួយបានផ្ទុះក្នុងឃ្លាំង Beckett ដួលទៅដី Duke រត់គេចខណៈ Tommy ចូលមកដល់មិនយូរប៉ុន្មានក្រុម Peaky Blinders បានឡោមព័ទ្ធឃ្លាំងពួកគេបាញ់សម្លាប់ទាហាន Nazi ដែលនៅសល់ទាំងអស់ដោយគ្មានការអាណិត Tommy ក៏បាញ់សម្លាប់សត្រូវជាច្រើនអ្នកដែរក្រោយមកគាត់ជួប Duke សួរថាហេតុអ្វីបានជាគាត់មកយឺតដំណេះ Tommy ឆ្លើយថាគាត់មកទីនេះតែដោយសារការស្នើសុំរបស់ម្ដាយ Duke ប៉ុណ្ណោះបន្ទាប់មក Tommy ដាក់មីនមួយគ្រាប់ក្នុងចំណោមប្រអប់ប្រាក់คล้ายៗការផ្ទុះបានបំផ្លាញក្រដាសប្រាក់ទាំងអស់និងបញ្ចប់ផែនការរបស់ Nazi ទាំងស្រុង Beckett ឃើញបែបនេះក៏បើករថយន្តបុកសម្ដៅទៅលើ Tommy មុនពេលទៅដល់ Beckett បានបាញ់ Tommy ចំពោះ2គ្រាប់ប៉ុន្តែ Tommy ក៏បាញ់ចំក្បាល Beckett ស្លាប់ភ្លាមរថយន្តនៅតែបន្តរត់ទៅមុខ Tommy លាតដៃរងចាំទទួលមរណៈ Tommy ដួលទៅដីដោយរបួសធ្ងន់សមាជិក Peaky Blinders ទាំងអស់បានរត់មកជុំវិញគាត់ Tommy ប្រគល់កំភ្លើងឲ្យ Duke ហើយសុំឲ្យបញ្ចប់ជីវិតរបស់គាត់ដំបូង Duke បដិសេធប៉ុន្តែ Tommy ទទូចឲ្យធ្វើទីបំផុត Duke ក៏ចុចកាយកំភ្លើងសមាជិក Peaky Blinders ទាំងអស់លាគ្នាជាមួយមេដឹកនាំរបស់ពួកគេ Duke យំយ៉ាងខ្លាំងខណៈ Tommy ដកដង្ហើមចុងក្រោយដោយសូត្រកំណាព្យមួយបទបន្ទាប់ពី Tommy ស្លាប់ក្រុមទាំងមូលប្រកាស Duke ជាស្ដេចថ្មីនៃជនជាតិ Gypsy Duke បញ្ជាឲ្យដុតក្រដាសប្រាក់คล้ายៗដែលនៅសល់ទាំងអស់មួយរយៈក្រោយមក Paulo បានប្រគល់សៀវភៅជីវប្រវត្តិរបស់ Tommy ទៅឲ្យ Duke សមាជិកក្រុមទាំងអស់បានប្រមូលផ្ដុំគ្នាជុំវិញរទេះ
ដែលផ្ទុកសព Tommy រូបថតនិងក្រដាសប្រាក់คล้ายៗចុងក្រោយ Duke បានដុតរទេះនោះអ្នកទាំងអស់ឈរជុំវិញភ្នក់ភ្លើងអស់ជាច្រើនម៉ោងដើម្បីជូនដំណើរ Tommy Shelby ជាលើកចុងក្រោយ